5 hero នេះកំពុងស្ថិតក្នុងមេតាបច្ចុប្បន្ននឹងជួយឲ្យអ្នកគ្នាលេងរ៉ែងបានស្រួលជាងមុន hero ទី1គឺ Atlas សម្រាប់អ្នកតាមអត់តាន់មេតា Atlas គឺជា roamer មួយដែលគេបើវាធំមែនតើចឹងហើយបើសិនជាយើងលេងវាបានល្អ Atlas មានការបោក ulti ដែលជា knock up ហើយ skill វានីមួយៗសុទ្ធតែ annoy ដល់ enemy ចំណែក skill ទី1វាគឺឈឺជាងមុនសម្រាប់ hero ទី2គឺ Pajito សម្រាប់មេតាបច្ចុប្បន្នគឺយើងអាចយកទៅលេង Golan ក៏បានចាំង color ក៏បានបើសិនជាយើងយកវាទៅលេង Golan គឺវាខ្លាំងដោយសារមេតាចុងក្រោយគេបានដកលុយនៅ Golan 12% ចឹងហើយគឺយើងអាចយកវាទៅលេង Golan បានដោយសារតែវាជា hero fighter គឺពឹងផ្អែកទៅលើ rival ដើម្បីខ្លាំងសម្រាប់ hero ទី3គឺ Freya ដោយតែមេតាមុនទេគឺយើងអាចយកទៅលេង Golan ក៏បានជា EXP Land ក៏បានបើសិនជាវាលេងជា Golan គឺវាមានដើម្បីខ្លាំងមែនតើហើយមួយទៀតនោះគឺ hero ហ្នឹងគឺ free spell តែម្ដងគឺមានន័យថាយើងយក spell អីក៏ត្រូវដែរសម្រាប់ hero ទី4គឺ Barret គឺខ្លាំងដោយសារលេបហើយខ្ជិលវិញវា knock up ហើយគ្នារបស់យើងបោកយកតែម្ដងហើយបច្ចុប្បន្ន hero មេកំពុងតែមានដមេខ្លាំងផងដូចជា Era វិសាណាគាត់គឺសុទ្ធតែអាច combo ជាមួយ Barret បានសម្រាប់ hero ទី5គឺ Selena ស្ថិតនៅក្នុងមេតាធំជាងគេនៅក្នុងមេតានេះដោយសារតែគេបានអាប់ដេតបន្ថែមលុយទៅលើ BQ 20% ទៅលើបៃតងទាំង 13% សរុបចូលគ្នាគឺមានការដំឡើងលុយ 33% នៅចាំង color យើងពីនាទីទី0ដល់នាទីទី5ចឹងហើយ Selena យក MLM S2 ជា Season Hunter ធ្វើឲ្យចាំង color ដែលមានល្បឿន farm លឿនដូចជា Hirara, Fanny, Nolan ដែលអាច combo ជាមួយ Selena បានដោយ Selena អាចជួយឲ្យចាំង color farm កាន់តែលឿននិងសល់ពេលទៅក្លុកចាំង color ខាង enemy វីដេអូរបស់យើងក៏មានតែប៉ុណ្ណឹងដែរកុំភ្លេចចុច like និងចុច follow អ្នកមួយផងណា